បងប្អូននិយាយពីបទពិសោធន៍ដោះស្រាយបញ្ហាកណ្ដៀននេះពិតជាជូរចត់ខ្លាំងមែនទែនចុះពិនិត្យឲ្យបងប្អូនបដើសោកស្ដាយបដើផ្ទះខ្លះស៊ីអស់ទៅសមួយផ្ទះខ្លះទៀតស៊ីដល់ដំបូលក៏មានដែរទូដេគ័រស្អាតដ៏មានតម្លៃត្រូវបានកណ្ដៀស៊ីអស់សម្បីតែប្លង់ដីសិភៅឯកសារដែលតម្កល់ទុកនៅក្នុងទូក៏កណ្ដៀស៊ីអស់ដែរឃើញបែបនេះបងប្អូនទៅផ្សារទិញស្ប្រេមួយកំប៉ុងមកបាញ់ឈីតប៉ុន្តែអត់បានបាត់ណាទេកណ្ដៀទាំងនោះព្រោះតែពួកវាមានសម្បុកនៅក្នុងដីឬក៏នៅក្រោមផ្ទះរបស់យើងឬក៏នៅកន្លែងដែលយើងមើលមិនឃើញទេករណីកណ្ដៀនេះកើតមានវាមានកត្តាជាច្រើនមិនថាផ្ទះសាងសង់ពីឈើឬក៏ផ្ទះថ្មទេសុទ្ធតែអាចកើតមានកណ្ដៀបានដូចគ្នាទាំងអស់បងប្អូនដែលធ្លាប់ជួបបញ្ហានេះប្រកាសជាយល់ច្បាស់នៅអារម្មណ៍មួយនេះហើយថាវាយ៉ាងម៉េចជំរើសដ៏ល្អបំផុតនោះគឺតាក់ទងមកអ្នកជំនាញដែលយល់ពីបរិស្ថានរស់នៅរបស់សត្វកណ្ដៀមានបច្ចេកទេសត្រឹមត្រូវទើបអាចដោះស្រាយបញ្ហានេះបានដែលអាចធានាបាននៅការកាត់បន្ថយនៅផលប៉ះពាល់ដល់បរិស្ថានទៀតផងក្រៅពីនេះយើងក៏មានរៀបចំប្រព័ន្ធកណ្ដៀផងដែរមិនថាផ្ទះដែលសាងសង់រួចឬក៏មុនពេលសាងសង់ទេសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈ Facebook Page នេះឬក៏លេខទូរស័ព្ទដែលបានដាក់ជូននៅខាងលើ